ចាសួស្តីបងប្អូននេះមកធ្វើកូរឡើងភ្នំញ៉ាំចាមានបងប្អូនណាដែលធ្វើកូរឡើងភ្នំញ៉ាំខ្លួនឯងអត់ចាផ្ទះខ្ញុំធ្វើតែខ្លួនឯងទេអត់សូវទិញគេហ្មងទេធ្វើខ្លួនឯងវារៀងហត់បន្តិចប៉ុន្តែយើងញ៉ាំបានមួយចែកអញ្ចឹងណាហើយបន្លែយើងដាក់បានច្រើនមុខដែរចានេះបន្លែខ្ញុំមកដាក់បន្លែមានការ៉ុតមានផ្លែកែបមានតកួនមានបៃថៃស៊ីមចាហើយស្ពៃបូកគោទៀតចាច្រើនមុខដែរហើយបន្តិតម្ជុលចាឲ្យតិចគោទិញមកឲ្យក៏មានទិញថែមបកាជាមួយនឹងមឹកបន្តិចទៅចាបានហើយមួយទៀតទឹកត្រីកោះកុងក៏ខ្ញុំធ្វើខ្លួនឯងដែរចាទឹកត្រីកោះកុងដាក់ម្ទេសរៀងច្រើនដែរចង់100គ្រាប់ដឹងចានិយាយបលើសទេចាដាក់តែរៀងច្រើនចាប៉ុន្តែវាអត់សូវហឹរហ្មងទេដោយសារតែម្ទេសហ្នឹងខ្ញុំទិញម្ទេសអ្នកភូមិគាត់ដាំទៅរបៀបវាអត់សូវហឹរទេហើយធ្វើរសជាតិមកឆ្ងាញ់ទៀតអញ្ចឹងគោឡើងភ្នំសានេះគឺថាខ្ញុំញ៉ាំនឹងលិតឆ្នាំងហ្មងចាលក្ខណៈថាយូរធ្វើហូបម្ដងតែពេលអញ្ចឹងទៅឆ្ងាញ់ចាហើយបើសម្រាប់ក្មេងៗខ្ញុំធ្វើជាមួយនឹងទឹកម្ទេសចាធ្វើទឹកម្ទេសគាត់លាយគាត់ចាព្រោះគាត់ចេះញ៉ាំហឹរទេក្មេងៗហ្នឹងចានេះកំពុងតែញ៉ាំនិយាយទៅឆ្ងាញ់ពិតប្រាកដឆ្ងាញ់មែនទែនចាបងប្អូនអាចធ្វើញ៉ាំខ្លួនឯងទៅដូចសាច់គោអញ្ចឹងយើងយកមកហាន់វាប្រទេសហើយយើងលាយគ្រឿងមានប៊ីចេងបន្តិចរ៉តឌីបន្តិចអំបិលបន្តិចស្ករបន្តិចមកហើយយើងដាក់លាយជាមួយនឹងពងទាក៏បានពងមាន់ក៏បានដែរទៅតាមចំណង់ចំណូលចិត្តយើងអញ្ចឹងណាយើងដាក់3 4គ្រាប់4 5គ្រាប់ក៏បានដែរតែបើខ្ញុំប្រាប់ពងទាចាសាច់គោកន្លះគីឡូហ្នឹងខ្ញុំដាក់អត់អស់ហើយខ្ញុំហើយទុកបន្តិចចាអញ្ចឹងដាក់ពងទា2គ្រាប់ចានេះកំពុងតែឆ្ងាញ់ហើយអ្នកធ្វើនឹងបាច់ញើសហួយញើសធ្វើឲ្យភ្លាមគឺថាដាក់ញ៉ាំភ្លាមមកមានណាមុខលំបាច់ញើសក៏ខ្លាក់ចាអរគុណច្រើន